កាលពីព្រេងនេះតាំងពីសម័យដែលផែនដីនិងផ្ទៃមេនៅផ្សារភ្ជាប់គ្នាដោយវេទមន្តមានសត្វទេពពីរប្រភេទដែលមិនអាចរស់នៅចុកសម្រុងគ្នាបានឡើយនោះគឺនាគអ្នកគ្រប់គ្រងទឹកនិងគ្រុឌអ្នកគ្រប់គ្រងមេពួកគេគឺជាសត្រូវនឹងគ្នាតាំងពីបុព្វកាលដោយសារតែការភាន់ច្រឡំមួយពួកឯងជាសត្វលូនវាគុំសង្ឃឹមថានឹងងើបក្បាលរួចពីក្រញាំជើងយើងសត្វស្លាប់មានតែមោទនភាពបាត់ដាល់នេះនឹងក្លាយជាភ្នររបស់ពួកឯងជំលុះនេះបានបន្តរាប់រយឆ្នាំធ្វើឲ្យលោកីទាំងមូលក្តៅក្រហាយនៅថ្ងៃមួយខណៈដែលព្រះអង្គម្ចាស់ឆាយាដែលជាបុត្រារបស់ស្ដេចគ្រុឌវេនតេកំពុងហាត់ហោះហើរតែម្នាក់ឯងស្រាប់តែមានព្យុះមួយបោកបក់មកខ្លាំងខុសធម្មតាព្រះអង្គម្ចាស់ឆាយាក៏ត្រូវរន្ទះបាញ់ដាច់ស្លាបម្ខាងបណ្ដាលឲ្យគាត់ធ្លាក់លិចចូលទៅក្នុងបាតសមុទ្របាត់ទៅព្រះនាងនាគីដែលជាបុត្រីរបស់ស្ដេចនាគកំពុងដើរលេងជាមួយអ្នកបម្រើក៏បានប្រទះនឹងព្រះអង្គម្ចាស់ឆាយាដែលកំពុងសន្លប់ព្រះនាងក៏ស្ទុះទៅមើលរួចគិតក្នុងចិត្តនេះជាសត្វគ្រុឌសត្រូវរបស់បិតាយើងប៉ុន្តែគេកំពុងតែស្លាប់ខ្ញុំមិនអាចបោះបង់ជីវិតមួយបានទេរីឯស្ដេចគ្រុឌបានប្រើសេនារបស់ខ្លួនឲ្យស្វែងរកព្រះអង្គម្ចាស់ឆាយាដែលកំពុងតែបាត់ខ្លួនព្រះនាងនាគីក៏បាននាំព្រះអង្គម្ចាស់ឆាយាចូលទៅរួងភ្នំអាត់កំបាំងមួយដើម្បីព្យាបាលឲ្យគាត់ឆាយាដឹងខ្លួនឃើញនាគីរួចនិយាយនាងជាពួកនាងចង់សម្លាប់ខ្ញុំឬបើខ្ញុំចង់សម្លាប់លោកស្លាប់តាំងពីក្នុងទឹកម្លេះនៅស្ងៀមទៅស្លាប់លោកបាក់ហើយមិនអាចទៅណាកើតទេពួកគេចាប់ផ្ដើមជជែកគ្នាឆាយាភ្ញាក់ផ្អើលដែលនាគីមិនមានពឹកពុលដោយពាក្យចចាមអារាមនាគីក៏ភ្ញាក់ផ្អើលដែលគ្រុឌមិនមែនសុទ្ធតែជាអ្នកប្រមាញ់ខួខៅមួយខែកន្លងផុតទៅនាគីលួចយកថ្នាំមកព្យាបាលឆាយាពួកគេចែករំលែករឿងរ៉ាវឆាយានិទានរឿងលើមេឃឯនាគីនិទានរឿងក្រោមទឹកក្តីស្រឡាញ់ចាប់ផ្ដើមដោះពន្លកស្ដេចនាគនៅពេលបាត់បុត្រីមិនឃើញក៏ប្រើវត្ថុទិព្វឆ្លុះមើលក៏ឃើញបុត្រីរបស់ខ្លួនកំពុងលួចមានទំនាក់ទំនងជាមួយបុត្រារបស់ស្ដេចគ្រុឌគាត់ខឹងជាខ្លាំងហើយក៏ប្រើទ័ពរបស់ខ្លួនទៅស្វែងរកដើម្បីចាប់ខ្លួនពួកគេទាំងពីរនាក់ឆាយាប្រុងប្រយុទ្ធការពារនាគីតែត្រូវរបួសស្រាប់ក៏ត្រូវគេចាប់បានស្ដេចនាគឯងហ៊ានលាក់សត្រូវនៅក្នុងផ្ទះរបស់យើងសម្លាប់អាសត្វស្លាប់នេះចោលនាគីទេបិតាបើបិតាសម្លាប់គេបិតាក៏សម្លាប់បេះដូងកូនដែរខណៈពេលកំពុងកាត់ទោសឆាយាស្ដេចគ្រុឌវ៉ែនតៃឪពុកឆាយាបាននាំទ័ពមករាប់ម៉ឺនក្បាលព្រោះដឹងដំណឹងថាបុត្រារបស់ខ្លួនត្រូវបានចាប់ខ្លួនស្ដេចគ្រុឌដោះលែងកូនយើងឬក៏យើងនឹងកាយយកដីបាតសមុទ្ររបស់ឯងមកហាលថ្ងៃឲ្យស្ងួតស្ដេចនាគចូលមកចោះយើងនឹងបំពុលស្លាបរបស់ឯងឲ្យរលួយខណៈពេលដែលនាគនិងគ្រុឌកំពុងប្រុងប្រយុទ្ធគ្នាស្រាប់តែមានរញ្ជួយដីយ៉ាងខ្លាំង
អសុរាភ្លើងបិសាចដែលត្រូវបានឃុំឃាំងរាប់ពាន់ឆ្នាំបានភ្ញាក់ឡើងដោយសារកំហឹងរបស់ស្ដេចទាំងពីរអសុរាភ្លើងបាញ់កម្ដៅធ្វើឲ្យទឹកសមុទ្រពុះធ្វើបាបនានិងបាញ់ផ្សែងពីសទៅលើមេឃធ្វើបាបគ្រុឌ ទ័ពនាគនិងទ័ពគ្រុឌត្រូវបិសាចសម្លាប់យ៉ាងច្រើនស្ដេចទាំងពីររងរបួសធ្ងន់ឆាយានាគីទឹករបស់អូនអាចពន្លត់ភ្លើងវីបានប៉ុន្តែអូនត្រូវការខ្យល់ដើម្បីរុងទឹកឲ្យខ្ពស់នាគីឆាយាបងត្រូវតែនាំខ្ញុំហោះទៅខាងលើគ្រុឌជាច្រើនចាប់ដៃគ្នាបង្កើតជាខ្យល់ព្យុះឆាយាឆាបយកនាគីហោះទៅលើអាកាសនាគីប្រែក្រឡាជានាគធំបាញ់ទឹកមហាសមុទ្រចូលទៅក្នុងមាត់ភ្នំភ្លើងរបស់អសុរាគ្រុឌដទៃទៀតជួយបក់ស្លាបរុនទឹកលទ្ធផលភ្លើងបិសាចរលត់អសុរាคล้ายជាថ្មផ្ទៃមេឃស្រឡះនៅលើឆ្នេរខ្សាច់សាកសពទាហានទាំងសងខាងដេកដួលស្ដេចទាំងពីរមើលមុខគ្នាដោយវិបដិសារីតាសីអីសីដើរចេញមកតើឃើញទេកំហឹងរបស់ពួកឯងស្ទើរតែបំផ្លាញលោកនេះមានតែការរួបរวมទេទើបអាចយកឈ្នះសត្រូវពិតប្រាកដបានស្ដេចគ្រុឌអោនក្បាលដាក់ស្ដេចនាគស្ដេចនាគហុចដៃទៅចាប់ស្ដេចគ្រុឌស្ដេចគ្រុឌចាប់ពីថ្ងៃនេះតទៅគ្រុឌនឹងមិនស៊ីនាគជាអាហារទៀតឡើយយើងនឹងការពារមេឃដើម្បីឲ្យភ្លៀងធ្លាក់ដល់សមុទ្រស្ដេចនាគហើយនាគក៏នឹងមិនបំពុលទឹកដែរយើងនឹងរក្សាទឹកឲ្យត្រជាក់សម្រាប់ផែនដីតាំងពីពេលនោះមករូបចម្លាក់នាគនិងគ្រុឌតែងតែត្រូវបានគេឆ្លាក់នៅតាមប្រាសាទនានាដើម្បីតំណាងឲ្យភាពសុខដុមរមនារវាងមេឃនិងដីទោះបីពួកគេខុសគ្នាតែពួកគេបំពេញឲ្យគ្នាទៅវិញទៅមកនេះគឺជាមេរៀនថាសាមគ្គីភាពនាំមកនូវសន្តិភាព